trong một bộ đám sáu mình tiểu một cái mỏ theo bộ thì mà quăng hai bảng con quăng hết còn bộ cho má nhom ăn chơi đây bộ khởi đấy បងវិញបងវិញម្សិលមិញបងឯងថតពីរបៀបដូរថ្មស្បែក keyboard សោ average យើងអញ្ចឹងបងហេឥឡូវមានបងក៏ឆានមកសួរចេះអញ្ចឹងតរិតរីអាចធ្វើអញ្ចឹងបានដូចគ្នាឲ្យករណីបើអស់ថ្មហើយអាចបញ្ឆេបានអត់ អត់បានទេបងប្អូនអើយឥឡូវបងប្អូនអញ្ចឹងតរិតរីនឹង average ឬក៏ ranger យើងធ្វើបានដូចគ្នាទាំងអស់បងប្អូនបាទអញ្ចឹង Ford គឺមាន hidden feature មួយគឺសម្រាប់ពេលណាដែលបងប្អូនមានបញ្ហាទាក់ទងជាមួយថ្មផ្សារឡានរថយន្តអញ្ចឹងបងប្អូនថ្មនេះមួយគឺយកអត់ដឹងថាវាអស់ពេលណាតែអស់ហើយបងប្អូនបាទបងប្អូនឡើងដូចជ្រូកអីណាទៅដើរលេងអញ្ចឹងទៅអស់ថ្មនៅហ្នឹងគឺចប់ហើយបងប្អូនបាទអញ្ចឹងខ្ញុំប្រាប់បងប្អូនថាធ្វើម៉េចទៅលើលំតរិតរីបងប្អូនទៅឲ្យសោឡានតិចមើលសោឡាននេះមកបងប្អូនដោយសារឡាននៅក្នុង showroom យើងជាប់ឲ្យភ្ញៀវមើលចឹងខ្ញុំឲ្យបងប្អូនមើលឡាន demo ហ្មងចឹងបងប្អូនចឹងដូចគ្នាមួយមិនសមមិញដែរបាទធម្មតាយើងអស់ថ្មបានន័យថាសោអត់មានថ្មចឹងខ្ញុំដោះថ្មចេញសិនចឹងបងប្អូនចឹងវិធីដោះសោនេះខ្ញុំឃើញគ្នាខ្ញុំគាត់ធ្វើដែរនៅក្នុងpage របស់ទូសកាយណាតែខ្ញុំវាបងប្អូនផ្សាយទៀតចឹងបងប្អូនដកអានេះចេញមកបាទបងប្អូនយកកន្លែងនេះបងប្អូនកន្លែងហ្នឹងបងប្អូនបុកចូលកន្លែងនេះមកបាទស្អាតតិចមួយសោថ្មីបងប្អូនចាំបងប្អូនដល់មកសោវាមានពីរបងប្អូននេះថ្មបងប្អូនឃើញទេនេះថ្មសោហើយនេះ chip របស់សោឡានអញ្ចឹងបងប្អូនអញ្ចឹង chip នេះគឺមាន seal នេះគឺសម្រាប់កុំឲ្យទឹកចូលបាទអញ្ចឹងខ្ញុំដាក់ចូលវិញស្រួលបួសសិនវិញខ្ញុំគាត់ចេញមកអូខេអញ្ចឹងបងប្អូននេះថ្មអញ្ចឹងខ្ញុំអត់យកថ្មនេះទៅមកខ្ញុំទុកកន្លែងនៅហ្នឹងហ្មងអញ្ចឹងបងប្អូនខ្ញុំយកតែសោនេះមួយដើម្បីដោះសោទ្វារហើយហ្នឹងអានេះកាយតោះបងប្អូនចុះបងប្អូនដោយសារសោនេះយើងដោះមកវាដូចសោអត់ថ្មអញ្ចឹងបងប្អូនខ្ញុំស្រួលឲ្យបងប្អូនមើលអញ្ចឹងណាអញ្ចឹងបានន័យថាវាមានតែដុំសោនេះនៅហ្នឹងទេខ្ញុំគាត់អញ្ចឹងបងប្អូនតាក់ទងជាមួយសោនេះពេលណាបងប្អូនអត់ថ្មបងប្អូនឡុកឡានអូតូអញ្ចឹងយើងបើកអត់ចេញទេអញ្ចឹងវិធីបងប្អូនបើកសោបងប្អូនត្រូវប្រើសោនេះបងប្អូនប្រើសោនេះអញ្ចឹងសោនេះបងមកនេះមកបងប្អូនមកដល់បាទអញ្ចឹងពេលនេះឡុកអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនបុកចូលខ្លួនខាងក្រោមនេះបងប្អូនដាក់ចូលមកបាទហើយបងប្អូនទីមីមកកោះផ្លៃបាក់បងប្អូនបាទកោះហ្នឹងវាជាប់មួយហ្នឹងមកហើយអញ្ចឹងកន្លែងនេះបងប្អូនឲ្យលូសោចាក់បានបងប្អូនចាក់សោបងប្អូនកាច់វាឡើងចេះមកវា unlock អីប៉ុន្តែវាស្រែកបើសិនជាបងប្អូនអត់មាន smart key នៅចិត្តខ្លួនព្រោះដោយសារវាអត់ស្គាល់អញ្ចឹងអញ្ចឹងវានឹងស្រែកនៅពេលដែលបងប្អូនបញ្ឆេះបានទៅវាបានលេខស្រែកអញ្ចឹងបងប្អូនបាទបងឃើញទេបងបើកខាងនេះមកចង់បងប្អូនដោយសារវាពងស្រែកបងប្អូនចូលមកខ្ញុំអត់ឆេះទេបងប្អូនឃើញទេបាទវាដាក់ key not valid អញ្ចឹងបងប្អូនយកសោនេះយក chip នេះបងប្អូនយកមកដាក់នៅខាងក្រោមនេះបងប្អូនមានឃើញសញ្ញាសោមួយទេបងប្អូនដាក់នៅកន្លែងហ្នឹងមកបាទបងប្អូនដាក់កន្លែងហ្នឹងហើយបងប្អូនជន់ប្រាំងចុចឆេះមកវាឆេះអញ្ចឹងបងប្អូនអញ្ចឹងតោះតែពេលវាឆេះបានវាលេងស្រែកសញ្ញាលេងស្រែកអាឡាមអញ្ចឹងបញ្ជាក់បងប្អូនផ្សារទៀតថាសោអត់មានថ្មទេបាទហើយឡានឆេះហើយបងប្អូនបងមកនេះមកអូខេបងប្អូនឃើញទេចាំបើខ្ញុំដល់សោចេញមកវិញខ្ញុំដាក់លេខនេះដាក់អត់ចូលទេបងប្អូនអូខេដាក់អត់ចូលទេតែបើសិនជាខ្ញុំដាក់សោនឹង chip នឹងវានៅកន្លែងដើរវាបងប្អូនដាក់កន្លែងនេះមកបាទអញ្ចឹងបើសិនជាសោអស់ថ្មក៏ដោយឲ្យតែបញ្ឆេះបានសោនៅកន្លែង chip របស់វាហ្នឹងគឺបងប្អូនដាក់លេខបានហើយបងប្អូនឃើញទេបាទនេះដីបងប្អូនពេលយើងដាក់លេខបានធម្មតាអញ្ចឹងបងប្អូនមកលុតបានធម្មតាបងប្អូនដល់សោចេញបានធម្មតាពេលបញ្ឆេះបងប្អូនចូលមកដាក់កន្លែងដើមគឺបញ្ឆេះបានធម្មតាអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំចែកម្លែកជូនបងប្អូនបាទតាក់ទងជាមួយនឹងបងប្អូនដែលគាត់ប្រើ battery សួរថាមានពី model ណាមកខ្លះមានចាប់ពី model 2023មកបាទអញ្ចឹង2023គឺយើងបងមើលនៅខាងក្រោមហ្នឹងទៅគឺមានសញ្ញាសោមួយបាទចិត្តរុន USB ហ្នឹងគឺបងប្អូនអាចដាក់សោនៅហ្នឹងបាទដើម្បីបញ្ឆេះបានអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនមានអីឆ្ងល់បងប្អូនអាចធ្វើការតម្លែកនៅក្នុង comment ហ្នឹងបន្ថែមទៀតខ្ញុំនឹងធ្វើការឆ្លើយជូនបងប្អូនបន្តទៀតអញ្ចឹងបងប្អូនបាទអរគុណបងប្អូន